លោក Fletcher អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United នឹងដឹកនាំការប្រកួតក្នុងពានរង្វាន់ FA Cup លោក Darren Fletcher អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United សម្ដែងការខកចិត្តយ៉ាងខ្លាំងក្រោយការប្រកួតដំបូងរបស់លោកបញ្ចប់ដោយលទ្ធផលស្មើ2-2ជាមួយក្រុម Burnley លោក Darren Fletcher អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United បាននិយាយថាវាគឺជាការខកចិត្តយ៉ាងធំធេងបន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងមានប្រៀបប៉ុន្តែបែរជាបញ្ចប់ទៅដោយលទ្ធផលស្មើ2-2ជាមួយក្រុមបាតតារាង Burnley កាលពីថ្ងៃពុធដែលធ្វើឲ្យលោកបាត់បង់ឱកាសឈ្នះក្នុងការដឹកនាំប្រកួតដំបូងរបស់ខ្លួនអតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហមរូបនេះដែលបានចូលមកទទួលតំណែងបន្តបន្ទាប់ពីការបណ្ដេញលោក Ruben Amorim ចេញពីតំណែងយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃច័ន្ទបានដឹកនាំក្រុមឲ្យបង្កើតឱកាសសុទ្ធរហូតដល់ទៅ30ជើងមានគ្រាប់បាល់មួយទៅបានបដិសេធនិងមានការសង្គ្រោះបាល់ពីលើខ្សែបន្ទាត់ជាច្រើនលើកពីសំណាក់កីឡាករ Burnley ប៉ុន្តែជាលទ្ធផលចុងក្រោយក្រុមទទួលបានត្រឹមតែ1ពិន្ទុប៉ុណ្ណោះលោក Fletcher បានប្រាប់ BBC ថាសម្រាប់ខ្ញុំការដែលយើងបញ្ចប់ក្នុងលទ្ធផលស្មើបែបនេះគឺជាការខកចិត្តយ៉ាងធំធេងប្រសិនបើយើងមើលទៅលើសាច់ការនៃការប្រកួតនិងឱកាសដែលយើងបានបង្កើតយើងមានការសម្រុកច្រើនណាស់យើងបង្កើតឱកាសបានច្រើនលឿនលបដែលអាចនឹងឈ្នះការប្រកួតនេះបានបូរ៉ាសជាតិស្កុតឡែនវ័យ41ឆ្នាំរូបនេះក៏បានបញ្ជាក់ផងដែរថាលោកនឹងបន្តដឹកនាំក្រុមជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យនេះនៅពេលដែលពួកគេត្រូវប្រឈមមុខជាមួយក្រុម Brighton and Hove Albion ក្នុងជុំទី3នៃពានរង្វាន់ FA Cup អ្នកចាត់ការថ្មីរបស់ Chelsea លោក Rosenior អង្គុយមើលក្រុមខ្លួនឯងរងបរាជ័យនិងទទួលបានកាតក្រហមទៀតវាជាការចាប់ផ្ដើមដ៏លំបាកមួយសម្រាប់យុគសម័យរបស់លោក Liam Rosenior ខណៈដែលលោកបានចូលរួមទស្សនាការប្រកួតផ្ទាល់ពីលើដែលជាកន្លែងអង្គុយអ្នកទស្សនាក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Chelsea ប៉ុន្តែបែរជាត្រូវឃើញក្រុមរបស់លោកចាញ់ក្រុមធ្វេសជើងក្រុម Fulham 2-1នៅកីឡដ្ឋាន Craven Cottage កាលពីយប់ថ្ងៃពុធលោក Rosenior បានឃើញផ្ទាល់ភ្នែកនៅវិបត្តិវិន័យរបស់កីឡាករ Chelsea ដែលបានក្លាយជាជំងឺរ៉ាំរ៉ៃក្នុងរដូវកាលនេះខ្សែការពារ Marc Cucurella ត្រូវបានបណ្ដេញចេញពីការប្រកួតនៅនាទីទី22បន្ទាប់ពីបានបង្កកំហុសទៅលើកីឡាករ Harry Wilson ក្នុងស្ថានភាពដែលអាចស៊ុតបញ្ចូលទីបាននេះគឺជាកាតក្រហមទី7ហើយសម្រាប់ Chelsea ក្នុងរដូវកាលនេះដែលជាក្រុមទទួលកាតក្រហមច្រើនជាងគេនៅក្នុងលីកការប្រកួតយប់មិញនេះ Raul Jimenez បានតែតបញ្ចូលទីឲ្យ Fulham នាំមុខនៅនាទីទី55Liam Delap បានរកគ្រាប់បាល់តាមស្មាឲ្យ Chelsea នៅនាទីទី72ដែលផ្ដល់សង្ឃឹមខ្លះៗដល់អ្នកចាត់ការ Harry Wilson បានស៊ុតគ្រាប់បាល់ជ័យជំនះឲ្យ Fulham នៅនាទីទី81បន្ទាប់ពីទាញបាល់គេចផុតទីខ្សែការពារ Chelsea ក្រៅពីកីឡាករទទួលកាតក្រហមមានកីឡាករសំខាន់ៗដូចជា Cole Palmer Enzo Fernandez និង Tosin Adarabioyo សុទ្ធតែទទួលបានកាតលឿងសម្រាប់ការតវ៉ាខ្លាំងៗទៅកាន់អាជ្ញាកណ្ដាលអំពីទីផ្សារដោះដូរកីឡាកររបស់ក្រុម Manchester City ក្នុងខែមករាឆ្នាំ2026ព័ត៌មានក្តៅៗអំពីការទិញចូលនិងពីចចាមអារាមរបស់ក្រុម Manchester City Signings and Rumours Antoine Semenyo ដែលជាខ្សែប្រយុទ្ធស្លាបរបស់ Bournemouth ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃប្រមាណ74លានអឺរ៉ូប្រមាណ65លានផោនគាត់គ្រោងនឹងធ្វើតេស្តសុខភាពនៅថ្ងៃប្រហ័សនេះបន្ទាប់ពីបានជួយ Bournemouth ប្រកួតទល់នឹងក្រុមធំៗរួចរាល់រីឯគោលដៅសំខាន់បន្ទាប់គឺកីឡាករ Marc Guehi ដោយសារវិបត្តិរបួសតំបន់ការពារដូចជា Guardiol និង Diaz របួស Man City កំពុងចរចាជាមួយ Crystal Palace ដើម្បីនាំយកសារការពាររំនេះមកកាន់ Etihad ភ្លាមៗក្នុងខែមករានេះ Guehi សល់កិច្ចសន្យាតែ6ខែទៀតប៉ុណ្ណោះដែលធ្វើឲ្យតម្លៃខ្លួនគាត់អាចធ្លាក់ចុះជាងមុនសម្រាប់ Gianluigi Donnarumma មានសេចក្តីរាយការណ៍ថា Man City បានសម្រេចការចុះហត្ថលេខាយកអ្នកចាំទីរូបនេះពី PSG កាលពីដើមខែមករាដើម្បីមកពង្រឹងតំបន់ការពារចុងក្រោយចំណែកការចាកចេញនិងការបញ្ជូនកីឡាករឲ្យខ្ចីវិញនោះ
មានដូចជាចាស់ម៉ាយស៊ីមសិនភីវស៊ីខ្សែប្រយុទ្ធវ័យក្មេងរូបនេះត្រូវបានបញ្ជូនទៅឲ្យក្រុម FC Köln នៅអាល្លឺម៉ង់ខ្ចីរហូតដល់ចប់រដូវកាល Max Allen ត្រូវបានហៅត្រឡប់មកវិញដោយសារវិបត្តិរបួសខ្សែការពារកណ្ដាល Man City ដែលត្រឡប់មកពីការខ្ចីជើងពីក្រុម Watford ជាបន្ទាន់ដើម្បីបង្ក្រប់កិច្ចតាមពាក្យចចាមអារាមថា Nathan Ake មានព័ត៌មានថា Man City ត្រៀមលក់រូបគេក្នុងតម្លៃប្រហែល35លានអឺរ៉ូដែលមានក្លឹបដូចជា Inter Milan, Juventus និង Crystal Palace កំពុងចាប់អារម្មណ៍ Oscar Bob កំពុងមានពាក្យចចាមអារាមថាអាចនឹងផ្ទេរទៅកាន់ Borussia Dortmund ក្នុងទម្រង់ជាការលក់ដាច់ឬខ្ចីជើងដើម្បីស្វែងរកឱកាសលេងឲ្យបានច្រើន។